គោលការណ៍5យ៉ាងដែលអាចនាំអ្នកឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុមានចំណេះដឹងសំខាន់ជាច្រើនដែលពុំមានបង្រៀននៅក្នុងសាលារៀនទេចំណេះដឹងទាំងអស់នេះអ្នកត្រូវតែស្វែងរកដោយខ្លួនឯងនៅខាងក្រៅរបងសាលារៀនតាមរយៈបទពិសោធន៍ឬក៏ការចែករំលែកនៅក្នុងសង្គមជាក់ស្ដែងឧទាហរណ៍ដូចជាចំណេះដឹងអំពីលុយនិងសេរីភាពហិរញ្ញវត្ថុបើអ្នកមានជំនាញនិងចំណេះដឹងនេះនោះអ្នកនឹងលែងព្រួយបារម្ភអំពីរឿងលុយទៀតហើយជាបន្តទៅនេះគឺជាការចែករំលែកនៅគោលការណ៍គន្លឹះចំនួន5យ៉ាងអំពីលុយដែលនឹងអាចជួយអ្នកឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុតើគោលការណ៍សំខាន់ទាំង5យ៉ាងនោះមានអ្វីខ្លះគោលការណ៍ទី1កុំចំណាយច្រើនជាងចំណូលមនុស្សជាច្រើនសុទ្ធតែដឹងរឿងនេះក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចធ្វើបានបើរកបាន10តែចាយ20នោះអ្នកច្បាស់ជាធ្លាក់ចូលនៅក្នុងអន្លង់បំណុលមរណៈចំណាយត្រូវតែតិចជាងចំណូលបើអ្នកចង់ចាយលុយច្រើនជាងនេះអ្នកត្រូវតែប្រឹងប្រែងរកចំណូលឲ្យបានច្រើនជាងនេះប៉ុន្តែសូមប្រយ័ត្ននៅពេលដែលយើងរកបានចំណូលកាន់តែច្រើនហើយយើងប្រឹងចាយកាន់តែច្រើននោះវាក៏ជាអន្ទាក់ដ៏អាក្រក់មួយផងដែរនៅពេលរកចំណូលបានកាន់តែច្រើនយើងក៏ត្រូវតែប្រយ័ត្នកាន់តែខ្លាំងចំពោះការចាយវាយពុំនោះទេយើងច្បាស់ជាមិនអាចដើរទៅដល់គោលដៅនៃសេរីភាពហិរញ្ញវត្ថុបានឡើយគោលការណ៍ទី2វិនិយោគមុនពេលទិញសម្ភារៈលុយឆាយអ្នកខ្លះចូលចិត្តធ្វើខ្លួនដូចជាអ្នកមានទាំងដែលខ្លួនឯងមិនមែនជាអ្នកមាននៅពេលមានលុយពួកគេទិញសម្ភារៈទំនើបបង្អួតភាពលុយឆាយចង់បញ្ឈឺអ្នកនេះឬក៏ចង់បញ្ឈឺអ្នកនោះប៉ុន្តែមនុស្សដែលយើងត្រូវបញ្ឈឺឬក៏យកឈ្នះនោះមិនមែននរណាក្រៅពីខ្លួនឯងឡើយបានអ្នកធ្វើឲ្យខ្លួនឯងរីកចម្រើនមានលុយមិនកាក់ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំនោះមានន័យថាអ្នកទទួលបានជោគជ័យពិតប្រាកដអ្នកមានពួកគេបង្កើតការវិនិយោគរកស៊ីឲ្យកាន់តែច្រើនពួកគេមិនយកលុយសំខាន់ទៅចំណាយលើរបស់ដែលមិនសំខាន់នោះឡើយអ្នកមានយកលុយដែលរកបានទៅពង្រីកការរកស៊ីសំខាន់ហើយតើដែលសល់លុយច្រើនទៅពួកគេចំណាយទៅលើអារម្មណ៍ដូចជាការទិញទូរស័ព្ទទិញឡានឬក៏ទិញផ្ទះសម្បែងប្រណិតទំនើបគោលការណ៍ទី3កុំមានប្រភពចំណូលតែមួយច្រកប្រភពចំណូលសំខាន់សម្រាប់ជីវិតប្រៀបដូចជាផ្លូវដង្ហើមបើអ្នកមានប្រភពចំណូលតែមួយនោះមានន័យថាអ្នកកំពុងតែស្ថិតនៅចម្ងាយត្រឹមតែមួយជំហានប៉ុណ្ណោះពីភាពក្រីក្រសូម្បីតែធម្មជាតិក៏បង្កើតនៅផ្លូវដង្ហើមឲ្យមនុស្សយើងយ៉ាងតិចក៏ពីរច្រកដែរគឺមាត់និងច្រមុះបើច្រមុះមានបញ្ហាហើយណាយើងនៅមានមាត់សម្រាប់ដកដង្ហើមរស់នៅពេលដែលយើងមានប្រភពចំណូលនឹងណូមួយហើយដែលខាតយើងត្រូវតែរកវិធីបង្កើតប្រភពចំណូលផ្សេងទៀតជាបន្តបន្ទាប់ដើម្បីរក្សាចរន្តលំហូរសាច់ប្រាក់ចូលមកក្នុងហោប៉ៅរបស់យើងជាពិសេសនោះនៅក្នុងកលតិស័កដែលពិភពលោកបច្ចុប្បន្នពោពេញទៅដោយបញ្ហាចំនួននិងសង្គ្រាមគោលការណ៍ទី4បញ្ឈប់ការយកពេលវេលាទៅបដូរយកលុយនេះមិនមែនបានន័យថាយើងត្រូវឈប់ធ្វើការនោះទេតែត្រូវធ្វើកិច្ចការណាដែលវានៅតែបន្តរកលុយឲ្យយើងបើទោះបីជាយើងមិនធ្វើវាឬក៏កំពុងតែដេកដើរលំហែប្រាណឬក៏យើងសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីសម្រេចរឿងនេះមិនមែនជារឿងងាយស្រួលទេប៉ុន្តែបើយើងមិនសាក៏យើងគ្មានថ្ងៃបានស្គាល់រសជាតិដេកលក់ប៉ុន្តែនៅតែមានលុយហូរចូលវិធីរកលុយបែបនេះភាគច្រើននោះគឺជាការវិនិយោគរកស៊ីគោលការណ៍ទី5ហើយក៏ជាគោលការណ៍ដែលគេមិនត្រូវរំលងជាដាច់ខាតគឺគ្រប់គ្រងទម្លាប់រស់នៅប្រចាំថ្ងៃសេរីភាពហិរញ្ញវត្ថុចាប់កំណត់ឡើងជាមួយនឹងវិន័យប្រចាំថ្ងៃបើរស់នៅដោយគ្មានវិន័យត្រឹមត្រូវរស់នៅតាមតែអំពើចិត្តតាមតែអារម្មណ៍រស់នៅក្នុងទម្លាប់អាក្រក់តើយើងអាចក្លាយជាមនុស្សមានអនាគតល្អដោយរបៀបណានៅពេលដែលអ្នកអាចគ្រប់គ្រងទម្លាប់ប្រចាំថ្ងៃធ្វើឲ្យខ្លួនឯងក្លាយទៅជាមនុស្សដែលមានវិន័យធ្វើការងារដោយច្បាស់លាស់ហ្មត់ចត់ចាត់ចែងលុយកាក់ដោយប្រយ័ត្នប្រយែងខ្ពស់នោះអ្នកនឹងទទួលបានសេរីភាពហិរញ្ញវត្ថុយ៉ាងពិតប្រាកដសូមចងចាំថាទ្រព្យសម្បត្តិនិងជោគវាសនាអនាគតរបស់អ្នកគឺពឹងផ្អែកទាំងស្រុងទៅលើសកម្មភាពដែលអ្នកធ្វើប្រចាំថ្ងៃនៅពេលនេះសូមចាប់ផ្ដើមអនុវត្តគោលការណ៍ទាំង5នេះពីថ្ងៃនេះតទៅនោះនៅដល់20ឆ្នាំក្រោយអ្នកនឹងនឹកឃើញដល់វីដេអូមួយនេះនេះគឺជាការចែករំលែកពីអង្គការជាតិទាំងហួរដែលជាសហគ្រិនមួយរូបនៅកម្ពុជាជាសហស្ថាបនិកក្រុមហ៊ុនឡានក្រុងប្រណិត iBus ដឹកអ្នកដំណើរមានទាំងឡានក្រុងពេលព្រឹកនិងពេលយប់ដែលផ្ដល់ជូននូវសេវាកម្មធ្វើដំណើរជាច្រើនខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាហើយលោកក៏ជាម្ចាស់ស្នាដៃសៀវភៅផានទីផ្នែកគំនិតនិងសៀវភៅផានទីជីវិតដែលជាសៀវភៅបណ្ដុះគំនិតអភិវឌ្ឍខ្លួនកំណត់គោលដៅជីវិតនិងរៀបចំផែនការហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវហើយសៀវភៅទាំងនេះសុទ្ធតែជាសៀវភៅកំពុងតែលោតដាច់បំផុតនៅក្នុងប្រទេសកម្ពុជាចង់ដឹងបន្ថែមអំពីសេវាកម្មឡានក្រុង iBus
សិភៅផែនទីជីវិតផែនទីផ្នែកគំនិតឬអុកញ៉ាជាទាំងហួរលោកអ្នកអាចចូលទៅមើល page Facebook ដែលមានដាក់ link ជូននៅក្នុង caption នៃវីដេអូនេះសូមអរគុណ